ខ្ញុំមានវីដេអូខ្លីពិសេសមួយអំពីសិល្បៈនៃការសាក់រូបហើយអ្នកទាំងគ្នាបានឃើញខ្ញុំគឺជាបុគ្គលម្នាក់ដែលឆ្លាញ់ស្នាមសាក់នៅខាងដៃខាងឆ្វេងរបស់ខ្ញុំគឺមានស្នាមសាក់មួយចំនួនដែលខ្ញុំចង់ចែកក្នុងវីដេអូមួយហ្នឹងជូនតាំងសំណុំពរអ្នកគ្រប់ត្រដែលគាត់តែងទៅសួរអំពីអត្ថន័យនៃស្នាមសាក់របស់ខ្ញុំហើយនេះមានអំណោយពិសេសមួយពីហាង Studio ចាក់សាក់Cambodia Ink របស់បងប៉ែនណែកអញ្ចឹងមុននឹងចូលដល់វីដេអូរបស់ខ្ញុំចង់បើកប្រអប់អំណោយរបស់គាត់ដែលឲ្យខ្ញុំថ្ងៃមុននេះចាតាបើកមើលទាំងអស់គ្នាតាមមានខ្លះបើកអប់វ៉ាវពវត្តរូបសង្ខេបអាវអត់ធ្មត់អាវរបស់គាត់គឺគាត់ដាក់ឈ្មោះថាអត់ធ្មត់មាន sticker Cambodia Ink yes wow ភាសាខ្មែរដែលទើបតែចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអរូបីខ្ញុំនឹងប្រើប្រាស់វានៅតាមផ្លូវធ្វើដំណើរដល់ជិះកង់តែម្ដងស្អាតមែនតើនឹងកន្សែងនេះតិចទៀត inch អូខេ wow អូអាវវាអក្សរជប៉ុនខាងលើនេះ Cambodia Ink អត់ធ្មត់លាវវិស្មារស់នៅជាមួយស្នាមញញឹមនឹងការអត់ធ្មត់វ៉ាវអរគុណច្រើនមែនតើបងប៉ែនឯងហើយស្អាតមែនតើអូខេនៅដៃខាងឆ្វេងរបស់ខ្ញុំហ្នឹងគឺមានស្នាមសាក់ខុសៗគ្នាប្លែកៗច្រើនមែនតើហើយអាមួយអក្សរមួយនេះគឺជាស្នាមសាក់ដែលខ្ញុំតែងតែងឿងឆ្ងល់ថាអំពីអត្ថន័យរបស់វាគឺវាគឺជា Runi alphabet គឺជាអក្សរបារាណអាល្លឺម៉ង់ហើយខ្ញុំបានស្នាមសាក់មួយហ្នឹងពី idol របស់ខ្ញុំគឺ Chris Hemsworth គឺតារា Hollywood ហើយនៅខាងដៃឆ្វេងរបស់គាត់ហ្នឹងគាត់មានស្នាមសាក់ Runi alphabet ហ្នឹងប៉ុន្តែខ្ញុំបានជ្រើសរើសយកអក្សរមួយចំនួនអត្ថន័យមួយចំនួនដែលសារអក្សរនីមួយៗហ្នឹងគឺមានអត្ថន័យរបស់វាដល់គ្នាគឺអក្សរអាល្លឺម៉ង់បុរាណហ្នឹងគឺនេះគឺខាងលើនេះគឺមានន័យថា rider គឺធ្វើដំណើរសញ្ញាព្រួននេះគឺមានន័យថា victory គឺជ័យជំនះអានេះមានន័យថា power អានេះមានន័យថាទឹកបឹងទន្លេសមុទ្រហើយនៅខាងក្រោមនេះមានន័យថា enjoy សប្បាយរីករាយមានរឿងរ៉ាវដែលគួរឲ្យចាប់អារម្មណ៍ជាច្រើននៃអរិយធម៌មនុស្សរាប់ពាន់ឆ្នាំមកហើយដែលជាប់ទាក់ទងនឹងសិល្បៈនៃការសាក់រូបហើយការចាក់សាក់នេះត្រូវបានបុព្វបុរសខ្មែរប្រើប្រាស់ការចាក់សាក់នៅលើរូបរាងកាយរបស់ពួកគាត់ជាយ័ន្តឬអថ័ន្ទដើម្បីការពារខ្លួនក្នុងសមរភូមិសង្គ្រាមជាដើមតើស្នាមសាក់ឬសិល្បៈនៃការសាក់រូបលើស្បែកមានអត្ថន័យអ្វីខ្លះសម្រាប់អ្នកទាំងអស់គ្នាមើលវីដេអូនេះដល់ចប់នេះទឹកថ្នាំមើលណាទឹកថ្នាំច្រើនប្រភេទតាមសិតតែបោះអាមេរិក Premium Tattoo Ink made in USខ្ញុំនៅក្នុង studio ចាក់សាក់របស់បងប្រុសប៉ែនឯកហើយអ្នកនរគ្នាដែលឆ្លាញ់វិស័យចាក់សាក់ក៏គាត់ទៅស្គាល់គាត់ហើយបងប្រុសប៉ែនឯកហើយក្រៅពីការធ្វើដំណើរសូនព្រេងជីបកង់ពីតំបន់មួយទៅតំបន់មួយខ្ញុំគឺជាមនុស្សម្នាក់ដែលឆ្លាញ់ស្នាមចាក់សាក់ហើយអត្ថន័យសាក់ចំពោះខ្ញុំគឺគ្រាន់តែជាសិល្បៈក្នុងការdecorate appearance របស់ខ្ញុំអ្នកនរគ្នាបានឃើញហើយខ្ញុំសូមឆ្លៀតឱកាសមួយហ្នឹងនឹងបង្ហាញដល់អ្នកនរគ្នាអំពីស្នាមសាក់ដែលខ្ញុំមាននៅលើដៃខាងឆ្វេងរបស់ខ្ញុំហើយនឹងអត្ថន័យទាំងអស់របស់វាថ្ងៃនេះជួបបងម្ដងទៀតហើយបងប្រហែលឯងនៅខាងនោះខ្ញុំនឹងនិយាយរៀបរាប់រឿងរ៉ាវមួយចំនួនអំពីសាក់របស់ខ្ញុំហើយនឹងបងប្រុសផងដែរហើយសង្ឃឹមថាវីដេអូទាំងអស់នេះអាចជាអត្ថប្រយោជន៍ដល់អ្នកទាំងអស់គ្នាអំពីស្នាមសាក់វាជាផ្នែកមួយជាផ្នែកមួយនៃសិល្បៈក្នុងការតុបតែងរាងកាយរបស់មនុស្សមួយចំនួនមិនមែនទាំងអស់ទេសម្រាប់អ្នកដែលឆ្លាញ់ស្នាមសាក់ដូចខ្ញុំបងបាទជម្រាបសួរបងហើយបានជួបគាត់ម្ដងទៀតសប្បាយចិត្តមែនទែនហើយចំពោះសិល្បៈកាក់ចាស់សាក់ហ្នឹងបងចាប់ផ្ដើមតាំងពីពេលណាហើយមានបទពិសោធន៍ប៉ុន្មានមកដល់ពេលនេះប៉ុន្តែខ្ញុំដឹងថាបទពិសោធន៍វាខំដល់10ឆ្នាំជាងដែរបងតែបាទវាចូល10ឆ្នាំ
ติดด้วย ហើយចាប់ដើមតាំងពីចំណុចណាពេលដែលយើងចាប់វិស័យចង់ផ្នែកសិល្បៈយក្សហ្នឹង បងចង់សួរពីដើមមកហេតុអីបានខ្លាចជាជាងសាក់ត្រួតខ្លីៗតែមានន័យជាក់ស្ដែងខ្ញុំជាអ្នកស្រឡាញ់គំនូរតាំងពីក្មេងមក អ្នកសិល្បៈ បាទហើយក៏ពេលដែលខ្ញុំចប់ថ្នាក់ទី10ហ្នឹងខ្ញុំថាខ្ញុំអត់ចង់រៀនតទេខ្ញុំចង់ធ្វើជាជាងគំនូរតែគ្រួសារគាត់តែគិតថាសម័យហ្នឹងយើងធ្វើជាងគំនូរចាំកូនរៀនគំនូរទេយើងក៏បំបែចិត្តយើងរៀនគំនូរហ្នឹងក៏ឈប់រៀនទៅរហូតដល់តែខ្លួនឯងនៅតែគូគំនូររហូតបានទៅនៅប្រទេសថៃទៅក៏ទៅជួបជាងសាក់គេក៏ឲ្យយើងហ្នឹងរៀនគេថាពេលថ្ងៃអាទិត្យអ្នកឯងមកសាក់ឲ្យខ្ញុំមកអ្នកឯងគូស្អាតហើយមកសាក់ឲ្យខ្ញុំមកទៅវិញតែយើង start up ចេញពីចំណុចមួយដែលយើងជាសិល្បកររួចហើយយើងចេះគូបាទហើយគេឲ្យយើងសាក់យើងមានសាក់តថ្ងៃមួយពេលដែលគាត់ឈប់ធ្វើជាជាងសាក់គាត់ក៏ផ្ដល់គ្រឿងសាក់ហ្នឹងមកឲ្យខ្ញុំវាដូចជារឿងមួយអញ្ចឹងណាហើយយើងក៏ចាប់ផ្ដើមយកគ្រឿងសាក់មករៀនសាក់នៅលើជើងយើងពេលហ្នឹងពេលដែលខ្ញុំសាក់អត់មានគ្រូអត់មានអីទេ YouTube ក៏មិនសូវជាលំទលាយដែរសាក់លើជើងយកម៉ាស៊ីនហ្នឹងទៅសាក់លើស្បែកជ្រូកហើយមកសាក់លើជើងខ្លួនឯងទៅវាទៅបៅពេលដែលខ្ញុំទៅបៅខ្ញុំភ័យខ្ញុំក៏មើលការថែទាំទៅវាចេះតែឈៀវហូរឈាមហូរអីហើយពេលហ្នឹងខ្ញុំក៏តាំងចិត្តថាបើអញមានវិបត្តិសេរីមួយស្នាមសាក់ហ្នឹងក៏ព្យាយាមធ្វើវាអស់ចាហ្មងទៅគាត់ថាអញ្ចឹងយើងក៏តាំងចិត្តបន្តរហូតដល់បងបានមានរហូតហើយល្បីល្បាញមែនតើបងប៉ាន់ឯកនៅក្នុង studio ចាស់ថារបស់គាត់គឺបើតារាល្បីល្បីមករកបងរហូតជាពិសេសខ្ញុំឃើញមានភ្ញៀវបរទេសច្រើនមែនតើគាត់ស្គាល់បងតាមរយៈណាពេលភ្ញៀវបរទេសគេមកពីស្រុកគេមកចាក់ថាកន្លែងបងចាស្ដែងអានេះខ្ញុំនិយាយទៅគឺខ្ញុំតាំងពីតូចមកខ្ញុំចូលចិត្តអីដែលជាខ្មែរហ្មងបាទឲ្យតាក់ទងនឹងភាសាតាក់ទងនឹងក្បាច់អីចឹងទៅខ្ញុំស្រឡាញ់ណារឿងក្បាច់ចំពោះមិត្តភ័ក្តិបរទេសរបស់ខ្ញុំ guy is you interest in Cambodia tattoo the Khmer architecture art and everything about Khmer culture please contact him Mr. Pan Aek in his studio new studio right now Cambodia I put that address in the link below you can come to Cambodia and discuss with him he the professional one about art Khmer architecture and everything about tattoo come here for more information address down link below អូខេអ្នកនរគ្នាគឺនេះគឺជារូបអក្សរៈដែល design ដោយជាងស្មៅនៅហាងបងប៉ាន់ឯកគឺខ្ញុំគឺជាមនុស្សដែលស្រឡាញ់ western culture ជាមួយនឹងart របស់ខ្មែរយើងអញ្ចឹងគាត់មិចឲ្យនេះខាងលើនេះគឺមានរូបដូចនាឡិការ៉ូម៉ាំងលេខរ៉ូម៉ាំងអញ្ចឹងហើយ purpose នៃការចាក់សាក់អក្សរៈនេះគឺខ្ញុំចង់លុបស្នាមអនុស្សាវរីយ៍ចាស់ៗរបស់ខ្ញុំដូចជាត្រីវិស័យអីដែលខ្ញុំមានសាក់នៅលើនេះគឺខ្ញុំចាក់រូបមួយនេះនៅលើស្នាមសាក់ចាស់តែម្ដងដើម្បីនិយាយទៅបង្កើត memory ថ្មីរូបរាងថ្មីនៅលើស្នាមសាក់ចាស់អញ្ចឹងហើយបាទអ្នកគ្នាបានឃើញរូបអីនេះវាអត់ធ្វើឲ្យរូបអក្សរៈនេះគឺអត់ច្បាស់ស្អាតទេដោយសារមានស្នាមចាក់សាក់ចាស់នៅខាងក្រោមហ្នឹងអញ្ចឹងហើយគឺដើម្បីដោះស្រាយបញ្ហាហ្នឹងគឺបន្ថែមមកនេះមកបន្ថែមពណ៌ដើម្បីឲ្យស្អាតជាងខ្ញុំមានសត្វល្មាសមកលើនេះដែរខ្ញុំនឹងបន្ថែមពណ៌ឡើងវិញប្រកបជាស្អាតមែនទែនគាត់សម័យក៏ដឹងថាស្អាតរូបនេះគឺផុសរបស់ខ្ញុំគឺទីមួយគឺវារូបសិល្បៈហើយតំណាងឲ្យសិល្បៈ architecture ខ្មែរតែម្ដងតែវាមិចជាមួយនឹង western culture គឺរូបរ៉ូម៉ាំងប៉ុន្តែតាមពិតទៅ purpose ចម្បងគឺខ្ញុំចង់លុប erase memory ចាស់របស់ខ្ញុំដើម្បីយើងអាចធ្វើអញ្ចឹងបានដោយសារដូចជាជីវិតយើងអញ្ចឹងតែយើងធ្វើដំណើរផ្លូវដែលវែងឆ្ងាយមកហើយគឺយើងអាចត្រឡប់ទៅក្រៅវិញទេតែជួបអីជួបនឹងហើយប៉ុន្តែវាអាចជា art យើងអាចផលិតជារូបភាពសិល្បៈដែលអាច erase memory ចាស់របស់យើងបានគ្រាន់ថាសាក់គឺដូចជាជីវិតចិត្តជាក់ស្ដែងយ៉ាងទោះជាយើងប្រឹងលុបយ៉ាងណាក៏ដោយក៏វាមិនបានទាំងស្រុងដែរគឺវានៅតែក្នុង memory យើងរហូតដដាមរហូតសាក់មានអត្ថន័យច្រើននៅអ្នកបានឃើញអញ្ចឹងគឺចំពោះខ្ញុំហើយរូបចាស់ហ្នឹងគឺដូចជា memory ចាស់របស់ខ្ញុំវានៅដិតដាមគ្រាន់ថា
វានឹងមិនអាចលុបបាន 100% គ្រាន់តែយើងអាច decorate វាឲ្យស្អាតជាងមុន ថ្ងៃនេះធ្វើមកយប់មិញក៏ទៅហើយគឺបន្តមកមួយថ្ងៃទៀតហើយថ្ងៃនេះនឹងធ្វើផ្លែខាងលើនេះម្ដងថ្ងៃទី2ហើយចង់បង្ហាញដល់អ្នកគ្នាពេលបញ្ចប់ការងារហ្នឹងទៅមើលថាអស់ចាប៉ុណ្ណាគឺស្អាតមែនតើបានពាក់កណ្ដាលហើយយប់មិញមកយប់ពេញតែម្ដងដល់ម៉ោង11បងប្រុសគាត់ផាត់ពណ៌ឲ្យឡើងវិញទាំងអស់ឃើញបាត់ស្នាមចាស់ហ្នឹងស្ទើរតែ 90% 99% 4 ម៉ោងបន្តិចណាស់5 ម៉ោងបាទដល់តែរាត្រីមកដល់ midnight ហ្នឹងយប់ហ្នឹងថ្ងៃនេះបញ្ចប់ការងារហ្នឹងហើយខ្ញុំនឹងបង្ហាញដល់អ្នកគ្នាថាវាស្អាតប៉ុណ្ណាតែសូមបញ្ជាក់ប្រភពនៃសាក់នេះគឺ design ដោយ Cambodia Ink Steven បងប្រុសបងប៉ាន់ឯកហើយលើកទី1គាត់សាក់ហ្នឹងគាត់ប្រាប់ដែរថាវាអត់ cover លើអាឆ្នាំចាស់យើងបាន 100% វានៅត្រូវដែរមកម្ដងទៀតហើយចៃដន្យមែនទែនតែខ្ញុំមកធ្វើការនៅហោះមកប្រទេសកម្ពុជាយើងឃើញជួបបងប្រុសតែយប់មិញខ្ញុំបានញ៉ាំរហូតស្អាតកុំភ្លេចយកស្នាមសាក់នេះទៅ share ឲ្យពីពលស្គាល់ដល់បច្ចេកវិទ្យាអារ៉ាប់អឺរ៉ុបអាហ្វ្រិកវាបហាគេសប្បាយចិត្តថតបហាគេចឹងបងសម្រាប់10នាទីសិនហើយឈឺមែនតើវ៉ាវបងគាត់កោសយើងមែនតើមកការងារទាំងអស់នេះគឺតាមពិតទៅគឺបន្ថែមពណ៌នៅលើស្នាមសាក់ចាស់ហើយគាត់បន្ថែមកំណត់ឆ្នៃប្រឌិតមួយចំនួន coloring វាដូចផាត់ពណ៌សហើយ expect ថាស្ទើរតែ 95% បាត់ចិត្តពីអាស្នាមសាក់ចាស់ memory របស់យើងមកជាស្នាមសាក់ថ្មីទាំងស្រុងតែម្ដង It's amazing ឈឺមែនតើតាំងពីយប់មកដល់ឥឡូវ ខ្ញុំចំណាយពេល2ថ្ងៃមកហើយការងារបានជោគជ័យនៅក្នុង studio បងប្រុសប៉ែនឯងគាត់គឺជាសិល្បករនិងជាអ្នកសាក់រូបខ្មែរតំណាងឲ្យជាតិខ្មែរតែម្ដងគឺ professional very professional ហើយបងប្រុសគាត់បានបរៀនខ្ញុំច្រើន2ថ្ងៃមកនេះអំពីសិល្បៈខ្មែរក្បាច់ផ្សេងៗហើយប្រវត្តិនៃការសាក់នេះគឺ design ដោយប្អូនប្រុសរបស់បងប្រុសគឺ Steven គាត់ design ហើយគាត់ពេលខ្ញុំមុន11ខែជិត1ឆ្នាំមកហើយពេលខ្ញុំជិះកង់ចេញពីប្រទេសកម្ពុជាឆ្លងតាមប្រទេសជាច្រើនហ្នឹងគឺមកជាមួយនឹងស្នាមសាក់ដ៏ស្រស់ស្អាតមួយនេះប៉ុន្តែ Steven ក៏ប្រាប់ថាដោយសារសាក់ហ្នឹងគឺវាមានភាពស្មុគស្មាញដោយសារខ្ញុំបានចង់ erase memory ចាស់របស់ខ្ញុំគឺខ្ញុំមានស្នាមសាក់មួយចំនួននៅកន្លែងក្រោមដៃនេះអញ្ចឹងការសាក់ឡើងវិញដើម្បីលុបស្នាមចាស់សាក់ហ្នឹងគឺវាអត់ជោគជ័យទេលើកទី1ក៏ប្រាប់ដែរថាបើសិនជាមានឱកាសហើយត្រឡប់មកវិញហើយចៃដន្យខ្ញុំបានមកប្រទេសកម្ពុជាយើងដើម្បីដោះស្រាយបញ្ហាមួយចំនួនដើម្បីត្រឡប់ទៅវិញហើយចៃដន្យមែនតើគឺបានមកកន្លែងបងប្រុសហើយលើកនេះគឺបងអ្នកសាក់ឲ្យបន្តដៃទៅម្ដងបន្លាញមែនតើបងមានអីចង់និយាយអំពីការងារហ្នឹងមួយទេតាមពិតទៅការងារហ្នឹងក៏ត្រូវខ្ញុំសាក់ដែរប៉ុន្តែចៃដន្យខ្ញុំរវល់គាត់សាក់ជូនគាត់ទៅហើយគេហៅថានិស័យណាហ្នឹងមកទីលើកទី2ខ្ញុំក៏ជួយកែតម្រូវគាត់ចង់បានទឹកដៃខ្ញុំខ្លះបងប្អូនខ្ញុំខ្លះអញ្ចឹងបាន2នាក់
ឈឺពីរដងហើយខ្ញុំបានប្រាប់គាត់ដែរសាច់យើងរឿងខ្មៅប៉ុន្តែខ្ញុំនឹងព្យាយាមអស់ពីសមត្ថភាពថាធ្វើរូបហ្នឹងឲ្យចេញឲ្យគាត់មានន័យថាវាមិនបាន 100% ប៉ុន្តែបានទៅដល់90 ទៅ 95% ចឹងទៅ ចំពោះចិត្តខ្ញុំវិញគឺ almost perfect ហ្មងគឺស្រឡាញ់មែនតើហើយគឺរូបនេះគឺរូបអសរៈរូបយក្សហើយ Steven ក៏ design មិនជាមួយនឹង western culture ដូចជាមានអក្សររ៉ូម៉ាំងនៅខាងលើតិចតួចនេះគឺជា a gift of my life តែម្ដងគឺអំណោយនៅក្នុងជីវិតរបស់ខ្ញុំតែម្ដងគឺខ្ញុំនឹងធ្វើដំណើរជាមួយអសរៈនឹងទៅតំបន់ជាច្រើនទៀតទៅទ្វីបអឺរ៉ុបទៅអាហ្វ្រិកឆ្លងកាត់តាមប្រហែលជា40ប្រទេសទៀតនៅបង40ប្រទេសអញ្ចឹងខ្ញុំជឿជាក់ថារូបដ៏អស់ស្រស់ស្អាតមួយហ្នឹងគឺតំណាងឲ្យវប្បធម៌ប្រពៃណីសិល្បៈរបស់ខ្មែរយើងដល់ទីណាខ្ញុំនឹងបង្ហាញដល់គេហើយជាពិសេសគឺផលិតដោយរៀបចំនិង design នៅក្នុង studio បងប្រុសប៉ែនឯងតែម្ដងគឺ Cambodia Ink បាទ Cambodia Ink វាជាអនុស្សាវរីយ៍មួយដែលខ្ញុំអាចភ្លេចបានអស្ចារ្យមែនទែនស្រឡាញ់មែនទែនដល់ខ្ញុំបានឃើញគឺខ្ញុំនឹងបង្ហាញធម្មតាតារូបចេះតតែមួយអាទិត្យបងបានតវាជាបានឥឡូវប្រហែលជា5ថ្ងៃក្នុងទីបញ្ចប់នៃ short film មួយនេះអំពីស្លាកនេះបងមានអីត្រូវនិយាយឬក៏មានសំណួរសួរខ្ញុំជុំវិញកិច្ចការងាររបស់ខ្ញុំដូចគឺមានចំណាប់អារម្មណ៍ច្រើនបាទហើយនឹងនិយាយអំពីកន្លែង studio របស់បងផងដែរក្នុងវីដេអូរបស់ខ្ញុំអាចនិយាយបានអូខេហើយខ្ញុំសួរបងពួកអីឃើញមកឯងទីកលហ្នឹងគឺមានពេលវេលាយូរហើយឆ្លងកាត់តាំងពីតំបន់ក្តៅទៅត្រជាក់ទៅក្តៅឆ្លងតាមឧបសគ្គជាច្រើនស្កាឃើញមកឯងនិយាយអត់ចង់រួចវាត្រជាក់លង្កកណាបាទលំបាកលំបិនណាបងខ្ញុំបើថាមនុស្សធម្មតាធ្វើមិនកើតទេអញ្ចឹងចង់សួរបងថាចំណាយពេលបែបណាខ្លះហើយវាមានភាពលំបាកបែបណាខ្លះសម្រាប់ឯងពេលដែលចូលមកក្នុង studio បងខ្ញុំឃើញពាក្យមួយដែលខ្ញុំចាប់អារម្មណ៍ជាងគេហើយពាក្យដែលខ្ញុំ favorite របស់ខ្ញុំហ្នឹងគឺពាក្យអត់ធ្មត់នៅខាងខ្ញុំថតឲ្យអ្នកគ្នាបានឃើញលើវីដេអូមួយហ្នឹងគឺយកជីវិតប្រចាំថ្ងៃរបស់យើងគឺដូចជាស្នាមសាក់អញ្ចឹងគឺមានជីវិតមួយដែលយើងប្រាថ្នាចង់បានគ្រប់ពេលគឺយើងតែងតែប្រាថ្នាចង់បានសក្តីសុខរឿងល្អប៉ុន្តែជីវិតជាក់ស្ដែងគឺมันដូចយើងគិតទេគឺมันដូចយើងគិតទេគឺតែងតែជួបការលំបាកឧបសគ្គជាច្រើនស្កានៅតាមផ្លូវធ្វើដំណើររបស់ខ្ញុំវិញគឺខ្ញុំតែងតែធ្វើដំណើរដោយសក្តីអំណត់អត់ធ្មត់តែពាក្យហ្នឹងគឺទៅមុខរហូតដោយសារខ្ញុំធ្វើកិច្ចការងារហ្នឹងដើម្បីកុំឲ្យកម្ពុជាហើយឧបសគ្គច្រើនស្ការៀបចំអស់ទេប៉ុន្តែពាក្យមួយនៅក្នុងចិត្តរបស់ខ្ញុំគឺពាក្យនឹងឯងតែម្ដងគឺ favorite របស់ខ្ញុំគឺខ្ញុំតែងតែអត់ធ្មត់បន្តដំណើរទៅមុខរហូតពុះពាក្យចំណាក់ឧបសគ្គចំពោះខ្ញុំវិញស្នាមសាក់មានអត្ថន័យដូចជាជីវិតមួយអញ្ចឹងគឺគ្រប់គ្នាតែងតែដើរនៅលើផ្លូវជីវិតទៅមុខរហូតមានអ្នកខ្លះក៏សុំចុះចាញ់អ្នកខ្លះក៏គាត់បាត់បង់កម្លាំងចិត្តបោះបង់កិច្ចការងាររបស់គាត់សុំចុះចាញ់ក្នុងខជីវិតដោយសារឈឺចាប់ពេកឈឺចាប់ណាស់ក្នុងជីវិតដែលយើងរស់រៀនមានជីវិតហើយបន្តកិច្ចការងាររបស់យើងទៅមុខរហូតហ្នឹងតែងតែជួបរឿងក្រំគ្រាចិត្តខូចចិត្តឈឺចាប់ដូចជាស្នាមសាក់អញ្ចឹងគឺដើម្បីមានស្នាមសាក់មួយដូចរូបមួយនេះអញ្ចឹងគឺ2ថ្ងៃមុននេះគឺខ្ញុំមានភាពឈឺចាប់អ្នកទាំងនេះគឺពិបាកនឹងពណ៌មានអារម្មណ៍មួយហ្នឹងគឺឈឺពេលខ្លះចង់តែ give up ទ្រាំអត់បានប៉ុន្តែភាពអស្ចារ្យនៃស្នាមសាក់ហ្នឹងនៅពេលដែលយើងឈឺចាប់ប៉ុណ្ណាក៏ដោយនៅពេលដែលចុងក្រោយនៃកិច្ចការងារទាំងអស់ហ្នឹងតែងតែភាពស្រស់ស្អាតនឹងមិនគួរឲ្យជឿរឿងដែលអស្ចារ្យគេហៅ amazing កើតឡើងដូចជាស្នាមសាក់ហ្នឹងគឺអ្នកនរគ្នាតម្រាំបានប៉ុណ្នេះ2ថ្ងៃមែនប៉ុន្តែពិបាកពណ៌នាខ្ញុំពិបាកពណ៌នាប៉ុន្តែបើអ្នកធ្លាប់ចាក់សាគាត់នឹងដឹងថាតើអាភាពឈឺចាប់ហ្នឹងវាឈឺចាប់ប៉ុណ្ណាគឺឈឺចាប់ខ្លាំងមែនទែនហើយចំណុចខ្លះគឺកាន់តែឈឺចាប់ប៉ុន្តែចុងក្រោយគឺខ្ញុំមានស្នាមញញឹមខ្ញុំបានរូបភាពដែលស្រស់ស្អាតអស្ចារ្យដូចជាជីវិតយើងអញ្ចឹងគឺតែតែមានឧបសគ្គស្កេះស្កាស់មានរឿងរ៉ាវជាច្រើនដែលយើងមិនអាចស្មានដល់ហើយរឿងខ្លះក៏ធ្វើឲ្យយើងខូចចិត្តខូចក្រំគ្រាដួងចិត្តស្ទើរតែបោះបង់ដូចមិនខុសពីការចាក់សាក់ទេគឺពាក់កណ្ដាលផ្លូវពេលខ្លះចង់តែឲ្យវាហើយភ្លាមចង់ថាអូចង់ឈប់ពេលដែរចង់ឈប់ចាក់សាក់ព្រោះវាឈឺចាប់ពេកប៉ុន្តែជាចុងក្រោយនៅតែមានស្នាមញញឹមហើយរូបភាពដ៏ស្រស់ស្អាតអស្ចារ្យមិនគួរឲ្យជឿបានកើតឡើងនេះគឺអត្ថន័យរបស់ខ្ញុំចំពោះតាហើយមួយទៀតបងសុំកាត់មួយហើយនេះគឺជាភាគច្រើនអ្នកដែលមានស្នាមសាក់ដូចថាអ្នកខ្លះគាត់អត់ពេញចិត្ត
អ្នកខ្លះគាត់យល់គាត់គិតថាវាជាសិល្បៈលើ សិ ស្ ល្ បែក បៈបាទអ្នកខ្លះគេថាជា game gangster ចង់បានយោបល់សម្រាប់បងតើមនុស្សដែលមានស្នាមសាក់គឺសិត យ៉ាងណាយ៉ាងណាដែរចំពោះទស្សនៈរបស់ខ្ញុំវិញគឺមិនថាយើងជាតែបានសាក់យើងទៅនិយាយលើកអីណា ចំពោះទស្សនៈរបស់ខ្ញុំវិញគឺអាស្រ័យលើបុគ្គលទេមិនមែនសាក់ទេយើងកុំចោទសាក់អ្នកខ្លះគាត់ចោទសាក់គឺបុគ្គលទេបុគ្គលខ្លះអត់មានសាក់អីប៉ុន្តែចរិតចលើសបើចង្អេងចងាងបើហើនកោងការអញ្ចឹងទៅបុគ្គលខ្លះមានសាក់គាត់ចរិតចលើសបើចង្អេងចងាងបើហើយកោងការអញ្ចឹងទៅអញ្ចឹងមិនមែនដោយសារសាក់ហ្នឹងធ្វើឲ្យបុគ្គលហ្នឹងចលើសបើចង្អេងចងាងឬក៏ gangster ដែលយើងដូចជាសង្គមខ្មែរយើងតែម្ដងគឺពេលខ្លះគាត់ចោទថាពួកចាក់សាក់តែពួក gangster ក្មេងពីលអីចឹងណាប៉ុន្តែទាំងអស់ហ្នឹងគឺអាស្រ័យលើបុគ្គលទេមិនមែនសាក់ទេកុំចោទសាក់ហើយពីព្រោះណាមួយទៀតសាក់ហ្នឹងគឺជាវប្បធម៌ប្រពៃណីរបស់ខ្មែរយើងគឺដូនតាខ្មែរយើងគាត់មានតាំងពីបុរាណមកហើយគឺជាពិសេសកងទ័ពគាត់ចាក់សាក់ដើម្បីជាយន់ជាអីវាជាផ្នែកមួយនៃសិល្បៈរបស់ខ្មែរជំនួសខ្ញុំហើយស្នាមសាក់ទៀតសោតគឺចំពោះខ្ញុំវិញគឺជាដែលខ្ញុំអត់សាក់យន់អត់សាក់អីទេមិនមែនជាព្រោះខ្ញុំអត់ទៅយល់ដឹងអំពីយន់អំពីអីប៉ុន្តែចំពោះខ្ញុំវិញគឺគឺសិល្បៈតុបតែងខ្លួនរបស់ខ្ញុំដោយសារខ្ញុំស្រឡាញ់សិល្បៈខ្ញុំស្រឡាញ់ការផលិតហ្វៀមចម្រៀងដូរតន្ត្រីចម្លាក់ខ្មែរអញ្ចឹងបាទខ្ញុំសម្រាប់ចិត្តសាក់មានស្នាមសាក់មួយចំនួននៅលើខ្លួនខ្ញុំហើយសុទ្ធតែអត្តន័យជាពិសេសខ្ញុំមានសម្រាប់ខ្ញុំមែនតើដែលសារស្នាមសាក់ក្នុងករបស់ខ្ញុំហ្នឹងគឺអក្សរៈរូបយៈមានរចនាបថខ្មែរអានេះក្បាច់អីគេបងនិយាយប្រាប់តិចមើលអានេះមកុដខ្មែរប៉ុន្តែក្បាច់ការច័ន្ទហ្នឹងហើយខ្ញុំអញ្ចឹងក្បាច់ហ្នឹងវាជាតំណាងឲ្យវប្បធម៌ប្រពៃណីសិល្បៈរបស់ខ្មែរយើងហើយគាត់តែឃើញគេដឹងហ្មងហ្នឹងហើយខ្ញុំនឹងពំនាំអាចម្លាក់ទាំងអស់ហ្នឹងសិល្បៈទាំងអស់ហ្នឹងឲ្យពិភពលោកបានឃើញតាមរយៈបេតិកកម្មជាកុំដើម្បីកុំបានកម្ពុជាអញ្ចឹងទស្សនៈរបស់ខ្ញុំសរុបទៅក្តីទៅសាក់គឺគ្រាន់តែជាសិល្បៈមួយផ្នែកហើយវាក៏ជា national identity គឺអត្តសញ្ញាណជាតិមួយដែរដោយសារបើយើងសិក្សាអំពីប្រវត្តិសាស្ត្រខ្មែរអំពីរឿងរ៉ាវជាច្រើនគឺយើងឃើញថាដូនតាខ្មែរយើងគាត់ប្រើសាក់នឹងតំណាងឲ្យពួកគាត់ដែរគឺមានយ័ន្តមានអីក្នុងក្បាច់គុណខ្មែរគឺបាទមានអត្ថន័យច្រើនមែនតើអញ្ចឹងវាមិនគួរបោះបង់វាចោលទេគឺយើងគួរតែថែរក្សាវាដើម្បីឲ្យមនុស្សជំនាន់ក្រោយគាត់បានសិក្សាស្វែងយល់ជាច្រើនអំពីសិល្បៈវប្បធម៌ប្រពៃណីរបស់ខ្មែរយើងហើយម្ដងទៀតគឺចំពោះទស្សនៈមួយហ្នឹងគឺខុសតែម្ដងថាឲ្យមានសាក់សិតតែជាក្មេងពីល gangster អីហ្នឹងគឺបុគ្គលទេនោះបើអ្នកទាំងអស់នេះឃើញបុគ្គលខ្លះគាត់ចង្អេងចងាងគាត់ចន្លោះបើហើនកោងកាចអីទៅហើយគាត់មានសាក់អញ្ចឹងទៅមិនមែនដោយសារសាក់ទេគឺដោយសារគាត់ពីព្រោះមនុស្សល្អច្រើនណាស់ដោយបងប្រុសទៀតតើណាដៃបងប្រុសប៉ែអីក៏ផ្លេចតើតែតាក់ទើគាត់មុន booking យកដាក់លេខបងប្រុសដែរគឺវីដេអូនេះខ្ញុំមានអីទៀតទេបងខ្ញុំដូចជាអស់ហើយជំនួសចុងក្រោយពេញចិត្តអត់សម្រាប់ការងារ2ថ្ងៃម្ដងទៀតបង almost perfect តែម្ដងគឺអស្ចារ្យមែនតើខ្ញុំវាមិនមែនជាការសាក់ងាយស្រួលណាស់តែដោយសារខ្ញុំចង់ erase memory ចាស់របស់ខ្ញុំចង់លុប memory ចាស់គឺស្នាមសាក់ចាស់របស់ខ្ញុំដោយសិល្បៈថ្មីរបស់នៅក្នុង Cambodia Ink គាត់ design តែបាត់តែឥឡូវស្ទើរតែបាត់ស្ទើរតែ 95% បាត់អត់ឃើញទេគឺស្អាតស្រស់ស្អាតមែនតើហើយនេះគាត់ cover ពីលើផងណាបាទបើអត់ cover បើដៃទៅទេស្អាតជាងនឹងប្រហែលស្អាតជាងនឹងគុណនឹង2ដងមែនតើបាទខ្ញុំអត់មែនតើគឺម្ដងទៀតគឺវាជាអនុស្សាវរីយ៍រវាងខ្ញុំជាមួយបងប្រុសហើយនិងជាមួយនឹង Cambodia Ink ហើយខ្ញុំនឹងធ្វើដំណើរជាមួយរូបភាពដ៏ស្រស់ស្អាតហ្នឹងខ្ញុំជឿជាក់ថាបងនឹងញញឹមនៅពេលដែលឃើញរូបភាពខ្ញុំនៅតាមបណ្ដាប្រទេសជាច្រើនហើយមានរូបស្នាមសាក់របស់បងអរគុណច្រើនជួបគ្នានៅវីដេអូវគ្គក្រោយរបស់ខ្ញុំតែតើបងប៉ែនឯក like Facebook page និង like ទូរស័ព្ទបាយបាយ